The Voice Kids Cambodia where the blind audition ប្រិយមិត្តទូរទស្សនិកជនឥឡូវនេះក្រុមការងារនៅក្នុងកម្មវិធី The Voice Kids Cambodia បានមកដល់ឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺដោយនៅក្នុងខណៈនេះនាងខ្ញុំកំពុងតែឈរនៅមុខសាលាបឋមសិក្សាសម្ដេចព្រះរាជអគ្គមហាសីនរោត្តមមុនិនាថសីហនុដែលសាលានេះគឺជាសាលាគំរូជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងខេត្តនេះផ្ទាល់តែម្ដងឥឡូវនេះយើងនឹងទៅជួបបេក្ខជនឬក៏បេក្ខនារីដែលកំពុងតែរៀននៅក្នុងសាលានេះហើយប្រគល់លទ្ធផលជូនទៅគាត់ទាំងអស់គ្នាជំរាបសួរលោកគ្រូចាជំរាបសួរចាសូមរំខានមកលោកគ្រូបន្តិចចាសួស្តីអ្នកទាំងអស់គ្នាចាឥឡូវអ្នកណាគេឈ្មោះសសិហបញ្ញាអូហូយក្លាហានណាណោះចាបញ្ញាអាយុប៉ុន្មានហី8ឆ្នាំហើយចាហើយបញ្ញាគឺជាបេក្ខនារីមួយរូបនៅក្នុងកម្មវិធី The Voice Kids Cambodia ត្រូវអត់កូនធ្វើមុខមាំហ៎អរគុណឥឡូវនឹងមានមនុស្ស2នាក់នឹងយកលទ្ធផលមកឲ្យបញ្ញាចង់ដឹងណាគេអត់ចង់ចាដូច្នេះសូមអញ្ជើញអ្នកដែលយកលទ្ធផលមកឲ្យបញ្ញានៅក្នុងពេលនេះចាជំរាបសួរណាគេណាប៉ាម៉ាក់ចាអរគុណឥឡូវប៉ាម៉ាក់បានមកដល់មួយបញ្ញាហើយបញ្ញាភ័យអត់ភ័យអចាឲ្យបញ្ញាចង់ជាប់អត់ចង់ជាប់เนาะអញ្ចឹងសង្ឃឹមថាប៉ាហើយនិងម៉ាក់គឺជាអ្នកនាំសំណាងឲ្យបញ្ញាចង់បានសំណាងពីប៉ាម៉ាក់អត់ចង់1 2 3អូយសប្បាយចិត្តណាស់អូយសប្បាយចិត្តអត់កូនសប្បាយតែរំភើបអត់រំភើបហើយភ័យចាអញ្ចឹងសង្ឃឹមថាបញ្ញាឲ្យប៉ាម៉ាក់សប្បាយចិត្តបន្តទៀតអញ្ចឹងបញ្ញាត្រូវទៅខំប្រឹងណាខ្ញុំនឹងអាចធ្វើបានខ្ញុំនឹងខំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំអូពេលដែលក្រុមការងារ The Voice Kids គាត់ទៅ surprise បញ្ញានៅសាលារៀនเนาะហើយពេលហ្នឹងអារម្មណ៍របស់បញ្ញាមិនដែរសប្បាយចិត្តខ្ញុំអត់ដឹងថាគេមកធ្វើអីបានមិត្តភ័ក្តិជួយប្រាប់ខ្ញុំដឹងបាត់អូដឹងថាមិនទៅដឹងថាការក្រុមការងារហងនេះគេចោះមកមើលហើយគេមកហ្នឹងដឹងថាមកគេប្រាប់ទៅអីមិនទៅប្រាប់ផលិតផលដែលខ្ញុំជាប់អញ្ចឹងប្រាប់ផលិតផលដែលជាប់អូខេឥឡូវចេះអារម្មណ៍ម៉ាក់វិញម្ដងមិនដែរឃើញកូនឆ្លាតអញ្ចឹងហើយបានធាតដាក់ពាក្យមកប្រឡងក្នុងកម្មវិធីពិភពលោកអញ្ចឹងអារម្មណ៍ម៉ាក់មិនដែរអូយពេលហ្នឹងបងសប្បាយចិត្តខ្លាំងជាពិសេសក្រុមការងារហងមីគាត់ទៅ surprise យើងដល់យើងអត់ប្រាប់យើងមុនណាបាទដល់ពេលចឹងសប្បាយចិត្តខ្លាំងរកអ្វីព្រៀបទៅមិនបានទេបងចុះប៉ាវិញមកប៉ាវិញមើលខ្ញុំកំពុងថាខ្ញុំគឺជាជាងជួសជុលទូរស័ព្ទមួយបាទកំពុងជួសជុលក្រុមការងារខទៅធ្វើអីឡើងចេញមកធ្លាក់ទូរស័ព្ទធ្លាក់អស់ហើយអូបាទសប្បាយចិត្តពេកបាទហើយនឹកស្មានថាកូនខ្ញុំអាចឆ្លងចូលវគ្គដប់ឡាញហ្នឹងទៅសប្បាយចិត្តមែនទែនបាទម៉ាក់ប៉ាខ្ញុំគាត់ខ្ញុំក៏ដែរហើយគាត់អត់ចង់ឲ្យខ្ញុំធ្លាក់អីគាត់ចង់ឲ្យខ្ញុំជាប់រហូតហើយខ្ញុំឃើញប៉ាហុចអីឲ្យកូននេះហុចអីគេគាត់កែវខ្ញុំមានកែវនេះសម្រាប់ធ្វើភ្លេងតួខ្ញុំអត់មានភ្លេងគេវាយឲ្យដល់ខ្ញុំយកកតោនឹងយកធ្វើភ្លេងឲ្យប្លែកយកអីបានមកអីទីអី3អីល្អជប់ជ័យចេះបាយខ្ញុំនឹងប្រឹងឲ្យអស់ពីសុវត្ថិភាពខ្ញុំច្រៀងឲ្យព្រោះខ្ញុំមិនភ័យមិនខ្លាចចូលមិនឲ្យខូចទាំង3របាយមករកខ្ញុំឲ្យបានយេជូនពរសំណាងល្អក្មេងឆ្លាតណាស៊ូឡើងយេMy ticket for the long ride to buy the whiskey far away in a shoebox like some sweet company ever lead me to tomorrow I say where I'm gone you gotta miss me where I'm gone you gotta miss me by my hair you gotta see everywhere oh you gotta miss me where I'm gone you gotta miss me where I'm gone you gotta miss me by my wall you gotta miss me by my toe
ឈ្មោះសរសៃហបញ្ញា អូហើយអាយុប៉ុន្មានអូន 8 ឆ្នាំ 8ឆ្នាំហើយអូនរៀនដាក់ទីប៉ុន្មាន ទី ទី2ហើយចុះប៉ាម៉ាក់មានមកហ៎ 2 ប៉ាខ្ញុំឈ្មោះប៉ាស្នាម៉ាក់ខ្ញុំឈ្មោះម៉ាក់លី ចាឥឡូវអូនចេះច្រៀងតាំងពីពេលណាហើយអ្នកណាអ្នកបរៀនអូន ប៉ា ប៉ាអ្នកបរៀនហ៎ ចា ប៉ាក៏ចេះច្រៀងហ៎ អត់ទេប៉ាគាត់បរៀនខ្ញុំឃើញខ្ញុំចាក់មើលតាមទូរស័ព្ទរាល់ថ្ងៃទៅគាត់ឃើញអាគេលេងកំប៉ុងហ្នឹងទៅគាត់ឲ្យខ្ញុំច្រៀងបាត់ហ្នឹងទៅប្រឡង អូហើយចុះប៉ាក៏បរៀនអូនមិនខ្លះ បរៀនវាយកែវបរៀនច្រៀង អូនប្រាប់តិចបានទេថាប៉ាបរៀនហ្នឹងឥឡូវគាត់បរៀនចំណុចណាខ្លះគាត់មានច្រៀងឲ្យស្ដាប់ទេការបរៀនរបស់គាត់គាត់មានច្រៀងស្ដាប់ហើយគាត់ច្រៀងហើយចឹងអូនធ្វើតាមគាត់ត្រូវទេ ចា ចឹងហើយគាត់បរៀនចំណុចណាខ្លះឥឡូវច្រៀងតិចមើលឥឡូវបងសុំច្រៀងតិចមើល I got my ticket for the long way round. Too bad the whiskey far away. And I sure would like some sweet company. Ever living tomorrow way say. ចាអូយអស្ចារ្យមែនតើមិញមានតែតុកតាក់ហ្នឹងអត់ដឹងថាអីសោះស្មានតែភ្លេងហ្នឹងគេលេងខុសអីអត់ដឹងថាអូនមានជំនាញនឹងគូរអណ្ដឹងសោះអូយប៉ាអូនពិតជាប្រកែមែនបរៀនអូនឲ្យចេះច្រៀងហើយចាចេះលេងឧបករណ៍ប្លែកទៀតណាប៉ុន្តែអូនខំរៀនបន្តិចទៀតណាអូនណាចាអត់អីទេនៅមានពេលវេលាច្រើនទៀតចាបញ្ញាមូលហេតុអីបានជានឹកឃើញចង់លេងកំប៉ុងនឹងជាមួយនឹងចម្រៀងតែម្ដង ខ្ញុំចង់ប៉ាខ្ញុំឃើញថាអានឹងប្លែកពេកគាត់ឲ្យខ្ញុំមកច្រៀងបាត់នឹងវាយជាមួយកំប៉ុង ចាហើយបញ្ញាចេះច្រៀងតាំងពីអាយុប៉ុន្មាន តែខ្ញុំអត់ទាន់ចេះច្រៀងហោះតែគាត់បានបរៀនចង់ខ្ញុំតាំងពីខែ 3 មកពីពេលវេលាគៀកអញ្ចឹង ចា ក្មួយធ្វើបានប្រព័ន្ធហ្នឹងយើងកាត់ទុកថាយើងឆ្លាត ចា បាទប៉ុន្តែយើងត្រូវតែខិតខំបន្តទៅទៀត ចា ដោយសារតែពីយើងទឹមតែថ្មីអញ្ចឹងយើងគោះផងយើងច្រៀងផងពេលខ្លះយើងគោះទៅវាអត់ត្រូវមាត់របស់យើង ចា អញ្ចឹងដល់អញ្ចឹងធ្វើឲ្យភ្លេងទៅវាប្រជ្រះគ្នាមែនទេបើសិនជាក្មួយយកពេលនឹងហាត់បន្តិចទៀតទៅហិតតែបានល្អជាងនេះដោយសារតែគាត់មានដង មានដងពីកំណើតចាហើយសំខាន់យើងមានការគិតការចង់ធ្វើអ្វីដែលប្លែកចង់ធ្វើអ្វីដែលមើលទៅដូចថាមានការចាប់អារម្មណ៍អញ្ចឹងឥឡូវបញ្ញាមានចំណុចគួរឲ្យចាប់អារម្មណ៍មួយយ៉ាងគឺយើងមានការគូសកំប៉ុងប៉ុន្តែដោយសារតែដូចថាការច្រៀងបងប្អូនភ័យផងត្រូវគិតពីកំប៉ុងផងអត់តបានល្អប៉ុន្តែបងនៅតែស្រឡាញ់បញ្ញាត្រង់មានភាពក្លាហាននិងគំនិតនៃការចង់ធ្វើអ្វីដែលប្លែកណា ចា អូខេ 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 ចា អរគុណចាអូមានអីគេនោះពណ៌លឿងរបស់ណាគេហ្នឹង តុក្កតា អូតុក្កតាទៅយកមកតុក្កតារបស់បញ្ញាមែនអូ cute ម៉ែហើយកាន់តាំងពីអាយុប៉ុន្មាន តាំងពីប៉ាទិញឲ្យ តាំងពីប៉ាទិញឲ្យ ប៉ាថាអាហ្នឹងតុក្កតាសំណាង តុក្កតាសំណាង ចា អូនស្រឡាញ់តុក្កតាហ្នឹងខ្លាំងហ៎ ខ្លាំង អញ្ចឹងត្រូវឲ្យតុក្កតាហ្នឹងនៅក្បែរខ្លួនរហូតមែនអត់អញ្ចឹងប្រាប់តុក្កតាថាឲ្យបញ្ញាខំបន្តទៀតបញ្ញាស៊ូអូខេអូខេអរគុណជួបគ្នាពេលក្រោយបញ្ញាបាយបាយ មានតុក្កតាសំណាងពណ៌លឿង មកពីគេស្រឡាញ់ហើយណាមួយទៀតទេពួកគេ ចាអូនភាគច្រើនឲ្យតែគាត់ស្រឡាញ់តុក្កតាអីអញ្ចឹងពេលដែលប៉ាម៉ាក់ទិញឲ្យមនុស្សជាទីស្រឡាញ់ទិញឲ្យគឺគាត់តែងតែតុក្កតានៅក្បែរខ្លួនរហូតតុកតាំងពីក្មេងចាដោយអនុស្សាវរីយ៍របស់គាត់ការស្រឡាញ់របស់គាត់ដូចជាមិត្តភក្តិរបស់គាត់អញ្ចឹ ក្មេ ង ងស្រីអញ្ចឹងគាត់ចូលចិត្តអញ្ចឹង ចា បាទបើក្មេងប្រុសចូលចិត្តផ្សេងហ្នឹងទៅ ចាហើយគេប៉ាម៉ាក់នៅតែស្រឡាញ់គាត់រហូតអញ្ចឹងគឺcontrol អត់អីទេកុំយំកុំយំកូននៅអាយុ8ឆ្នាំហ្នឹងកូននឹងមានសមត្ថភាពទៀតណាខ្លួននេះ នឹងជាព្រោះយើងមកទៀតណាហេហើយឥឡូវមើលយើងចង់និយាយអីប្រាប់ថាឥឡូវឆ្នាំក្រោយយកមកទៀតខ្ញុំអត់ចង់ចាញ់ទេ ឆ្នាំក្រោយខ្ញុំមកទៀតខ្ញុំអត់ចូលចាញ់ទេ លោកមិនទេនេះណាបញ្ញាណាពូមានហ្នឹងណាជួបណាទុកញ៉ាំហើយដូម៉ូណូពីហ្សាដូចគ្នាអូខេខាងក្រោយជួបគ្នាទៀតណាអូខេសន្យាអូខេ The Voice Kids Cambodia វគ្គ The Blind Audition